អាត្មានឹងរតនាពាក្យថាធម៌ជាទីពឹងមួយមកសម្ដែងប្រាប់ញោមញាតិទីពឹងរបស់មនុស្សយើងមាន3កើតមកដំបូងពឹងម៉ែពឹងឪឲ្យតណាប៉ះឯបន្តិចញ៉ាវជាមួយអញប្រាប់ម៉ែស្អីបន្តិចពឹងម៉ែអាងម៉ែអាងឪដល់ល្វីកដាលអាងចំណេះដឹងនិងកម្លាំងរបស់ខ្លួនទៅរកចំនួនជួយប្រែធ្វើការងារដល់ល្វីចុងក្រោយគ្មានអីទីពឹងទេទ្រព្យសម្បត្តិគេអកយ៉ាងណាក៏នឹងបាត់បង់ទៅវិញអស់ខ្លួនកាន់តែទ្រុឌទ្រោមទៅបានប្រពុតថាអតិសារណៈទីពឹងខាងដើមគឺពឹងម៉ែឪមច្ឆេសារណៈទីពឹងកដាលគឺពឹងសិលនេះគឺពឹងកម្លាំងពឹងចំណេះដឹងពឹងទ្រព្យធនដល់បច្ឆាសារណៈចុងក្រោយបំផុតគ្មានអីទេមានតែសិលទានទៅណាមានបុណ្យរស់នៅបានយូរណាអត់បុណ្យឆាប់ទៅវិញហើយប្របាទកោរពជារាជបានសួរទៅព្រះរដ្ឋបាលថៃព្រោះរដ្ឋបាលថៃលោកថាសត្វលោកត្រូវជារានាំទៅកាន់មរណៈហើយលោកជាស្ដេចលោកថានឹងមានន័យថាម៉េចប្ររដ្ឋបាលថៃថាមហារាជមិនកាលនៅពីកម្លាំងមានមហារាជជាស្ដេចខ្លាំងបកែចេះហក់ចេះលូតលើខ្នងតម្រៃកាប់ចាក់ហោះផ្លោងផ្លោះមិនមានគ្រោះថ្នាក់ទេមែនទេថាមែនយើងខ្លាំងណាស់ហក់លូតផ្លោះពីលើខ្នងតម្រៃខ្នងសេះកាប់ចាក់អូគ្មានពីណាដល់យើងទេបកែណាហើយចុះឥឡូវមហារាជនៅបកែអញ្ចឹងទៀតអីអត់អូទៅលែងរួចទេគុណឲ្យ8ជាងទៅហើយជួនកាលចុងឈានជើងថាជន់ទៅនេះវាទៅជាជន់ចំទៅនោះជួនកាលថាចុងជន់ទៅនោះវាមកទៅនេះចុងយកនេះវាភ្លេចចូលទៅយកស្អីពីបេះដូងរនឹកមិនឃើញក៏មានដែរវា8ជាងទៅហើយវាលែងដូចមុនណាបានលោកថាដឹងហើយព្រះអង្គមើលពីដើមព្រះអង្គខ្លាំងប៉ុន្តែព្រះអង្គមិនអាចខ្លាំងដូចមុនទេព្រះអង្គវិញវាន់ដើរទៅទ្រីទៅត្រួតហើយមិនបាច់ហោះផ្លោងលើខ្នងសេះខ្នងតម្រៃទេដើរដីទុកខ្លួនឲ្យទៅជាប់ទៅគ្រាន់ណាស់លោកថាព្រះអង្គនឹងបាត់បង់របស់ជាទីស្រឡាញ់ព្រះអង្គមិនមានអ្វីជាទីពឹងមិនមានអ្វីជាអាងទេស្ដេចថាយើងជាស្ដេចយើងមានអាមាត្យមានសេនាមន្ត្រីមានទ្រព្យសម្បត្តិជាទីអាងយើងច្រើនណាស់មិនគិតថាគ្មានព្រះរដ្ឋបាលថៃថាចុះព្រះអង្គដែលលពៀតអត់ប្រឈួនអត់ប្រឈួនដេកលើក្រែឈឺចុះពេលនោះមានអាមាត្យមានសេនាមន្ត្រីឯណាសេនាបតីឯណាឈឺជំនួសព្រះអង្គបានអីអត់ផងអញ្ចឹងព្រះអង្គមានអាមាត្យប្រមាណក៏គ្មានជួយព្រះអង្គបានទេព្រះអង្គឈឺតែមកឯងសគុតតែមកឯងហ្នឹងឯងទ្រព្យសម្បត្តិព្រះអង្គប្រមាណក៏ជួយព្រះអង្គអត់បានដែរហើយព្រះអង្គនឹងព្រាត់ប្រាសរបស់ជាទីស្រឡាញ់របស់ណាជាទីស្រឡាញ់ត្រូវតែព្រាត់របស់ហ្នឹងស្ដេចសួរថានឹងមានន័យ